កម្ពុជាត្រូវតែទទួលបានយុត្តិធម៌ហើយទឹកដីកម្ពុជាមិនអាចបាត់បង់បានទេព្រោះទឹកដីកម្ពុជាមានមូលដ្ឋានច្បាស់លាស់ហើយត្រូវការពារដោយច្បាប់អន្តរជាតិខ្សែបន្ទាត់ព្រំដែនកម្ពុជាសៀមគឺជាខ្សែបន្ទាត់អន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមនេះអ្វីដែលយើងត្រូវជឿជាក់ទៅលើច្បាប់កម្ពុជាដោយសារតែជឿជាក់ទៅលើច្បាប់ហើយមិនជឿជាក់ទៅលើសង្គ្រាម 100% ទើបកម្ពុជារត់ទៅរកច្បាប់មុនហើយកម្ពុជាជាប្រទេសដែលអត់ចង់បានសង្គ្រាមព្រោះយើងដឹងថាសង្គ្រាមឲ្យតែមានគឺជាការខាត់បងហើយមិនមែនតែខាត់បងយើងទេខាត់បងគេខាត់បងយើងព្រោះតែបាញ់បហាគឺមានស្លាប់ហើយតែវិញទៅមកមានការខូចខាតហើយសកម្មភាពដែលពួកសៀមវាកំពុងធ្វើរងថ្ងៃយោធាវាកំពុងធ្វើវាយកទៅវាចុះទៅបំផ្លាញតំបន់ផ្ទះសម្បែងប្រជាពលរដ្ឋលួចយកប្លន់ទៅហ្នឹងណាគឺជាចំណុចមួយដែលជាតាក់តាំងដែលជាផុសតាំងបង្ហាញទៅអន្តរជាតិបង្ហាញទៅច្បាប់ពួកវាកំពុងតែបង្ហាញដល់ខ្លួនឯងដែលយើងប្រកាសតាំងពីដើមមកថាសៀមគឺជាអ្នកបាញ់មុនសៀមគឺជាអ្នកបង្កសង្គ្រាមហើយគេប្រាប់ថាអត់ទេគេធ្វើដើម្បីការពារគេធ្វើដើម្បីអញ្ចឹងតែធៀបពិតឥឡូវវាបង្ហាញវាចាប់ដើមបង្ហាញរហូតដល់មេបវាឈប់ឲ្យធ្វើអសកម្មភាពហ្នឹងយើងឃើញទេចំណុចដែលកម្ពុជាតែងតែអំពាវនាវអត់ធ្មត់ព្រោះថាកម្ពុជាជាប្រទេសតូចហើយកម្ពុជាជឿជាក់ទៅលើផ្នែកច្បាប់អន្តរជាតិអញ្ចឹងហើយបើយើងទៀមទីហើយយើងជឿជាក់ថាកម្ពុជានឹងមិនបាត់បង់យើងអាងកន្លែងហ្នឹងថ្នាក់ដឹកនាំផងយើងលោកមានចក្ខុវិស័យនៅកន្លែងហ្នឹងរត់ទៅរកច្បាប់ឲ្យសក់គ្រប់ហើយដើម្បីបង្ហាញតាក់តាំងឲ្យគេច្បាស់លាស់ព្រោះគេមិនមែនយកទទួលពាក្យយើងថាយើងត្រូវទេគេត្រូវមើលសកម្មភាពយើងដូចគ្នាអញ្ចឹងយើងត្រូវការប្រជាជនយើងចូលរួមយោធាយើងចូលរួមយុទ្ធពលយើងចូលរួមដើម្បីឲ្យគេឃើញថាយើងពិតជាមនុស្សស្មោះសរមនុស្សស្ម័គ្រស្មោះមែនមនុស្សមិនមែនជាអ្នកបង្កើតសង្គ្រាមចង់ឲ្យធ្វើសង្គ្រាមទេយើងបង្ខំចិត្តបាញ់បហាយើងបង្ខំចិត្តធ្វើសង្គ្រាមដើម្បីតែការពារទឹកដីនិងការពារអាយុជីវិតប្រជាជនយើងតែប៉ុណ្ណោះអញ្ចឹងហើយខ្ញុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថាអ្វីដែលយើងឃើញនៅខ្វែងអ្វីដែលយើងមើលសុំឲ្យពិចារណាដោយការគិតកុំជឿទៅតាមការឃោសនារបស់គេទឹកដីដែលបន្សល់ដោយអន្តរជាតិផែនទីអន្តរជាតិនេះគេមិនអាចនិយាយប្រឡែមប្រឡំបានទេហើយបើសៀមវាអាចធ្វើបានមែនណាមិនមែនវាធ្វើឲ្យរឿងតែបញ្ហាព្រំដែនប្រាសាទព្រះវិហារចុះឡើងអញ្ចឹងទេមិនមែនវាវិទីអញ្ចឹងទេវាវាយមកដល់យកបំពេញបាត់ទៅហើយបើតាមអ្វីដែលគេមានតែគេធ្វើមិនកើតហើយគណៈពេលនេះមកនេះគេកំពុងតែរកគ្រប់វិធីសាស្ត្រដើម្បីឲ្យយើងកំរោលទៅតទៀតខ្ញុំចាំបានពាក្យមួយថាអ្នកណាមួយទឹកបានយូរជាងដូច្នេះហើយពេលនេះមកនេះអ្វីដែលសៀមវាបារម្ភការសាមគ្គីភាពវាថាប្រទេសនឹងក្រសុទ្ធតែអ្នកក្រកន្លះប្រទេសសុទ្ធតែអ្នកសុំទានប៉ិនវាយគ្នាបាញ់គ្នា20ថ្ងៃជាងយើងទប់ជាប់ប្រជាជនយើងពីក្រៅនេះសម្រុកមានស្បៀងមានអីថ្នាក់ដឹកនាំយើងមាននុកអុកញ៉ាអ្នកអុកញ៉ាឧបត្ថម្ភប្រជាពលរដ្ឋតូចតាចអីតិចតួចអីក៏ឧបត្ថម្ភជាធ្លុងតែមួយណែនទឹះស្បៀងចេញរហូតប្រជាពលរដ្ឋយើងជនពិសេសខ្ញុំទទួលស្គាល់ថាវាមិន perfect វាមិនល្អអត់ខ្ចោះដូចយើងនៅផ្ទះហូបចុកដេកស្រួលទេប៉ុន្តែយើងពិតជាបានធ្វើដើម្បីកម្ពុជាយើងពិតជាបានបង្ហាញឲ្យថាកម្ពុជាពិតជាជនរងគ្រោះជាប្រទេសដែលរងគ្រោះសហគមន៍អន្តរជាតិធ្វើមើលហើយនឹងយកចិត្តទុកដាក់មួយក៏អត់យើងឃើញនឹងភ្នែកទេថាដឹកនាំលោកស្វាស្វែងទៅលើផ្លូវច្បាប់ជាចំហតែម្ដងលោកអត់ស្វាស្វែងទៅលើសមត្ថកម្មដាក់ក្បាញ់គ្នាអត់អាចកំញើញទៅតាមរឹកដែលគេប្រកាសឲ្យបាញ់គ្នាព្រោះថ្នាក់ដឹកនាំស្គាល់ច្បាស់ណាស់អំពីប្រទេសជាតិរបស់ខ្លួនឯងប្រជាជនរបស់ខ្លួនឯងនិងអ្វីដែលថ្នាក់ដឹកនាំចង់បានថ្នាក់ដឹកនាំមិនដែលចង់ឲ្យប្រជាជនណាមួយទុកលំបាកវេទនាដោយសារសង្គ្រាមទេដូច្នេះហើយយើងជាប្រជាជនយើងជាប្រជាពលរដ្ឋដាច់ណាស់បន្តស្មារតីរួបរวมហើយចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាមដោយជៀសវាងការបង្ហូរឈាមហើយសូមកុំធ្លាក់នៅក្នុងមនោគមសង្គ្រាមចិត្តសាស្ត្រសង្គ្រាមបំបាក់ស្មារតីសង្គ្រាមបំបែកបំបាក់គេកំពុងតែធ្វើមកលើយើងទាំងបែបនេះខ្ញុំជឿជាក់ទៅលើរាជរដ្ឋាភិបាលថាយើងនឹងទទួលបានយុត្តិធម៌កម្ពុជានឹងទទួលបានសងពីអ្វីដែលថៃកំពុងតែធ្វើនឹងបានធ្វើមកលើកម្ពុជាមិនឲ្យបាត់មួយកាក់ម៉ាស៊ីនហើយខ្ញុំជឿថាទឹកដីកម្ពុជានឹងមិនបាត់បង់សូម្បីតែ1 មីលីម៉ែត្រទៅឲ្យចៅសៀម